អ៊ីស្រាអែលយល់ព្រមផ្អាកបាញ់ជាមួយអ៊ីរ៉ង់តែថាសមរភូមិនៅលីបង់មិនឈប់ជាដាច់ខាតរដ្ឋាភិបាលអ៊ីស្រាអែលទើបតែបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយប្រកាសគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់រយៈពេល2សប្តាហ៍យ៉ាងណាមិញអ្វីដែលជាចំណុចរសើបបំផុតនិងគួរឲ្យបារម្ភបំផុតនោះគឺអ៊ីស្រាអែលបានសង្កត់ធ្ងន់យ៉ាងច្បាស់ថាបទឈប់បាញ់នេះមិនរាប់បញ្ចូលទឹកដីលីបង់នោះឡើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាថ្ងៃពុធទី8ខែមេសាឆ្នាំ2026សេចក្តីថ្លែងការណ៍អ៊ីស្រាអែលមានន័យថាទោះបីជាមេឃនៅអ៊ីរ៉ង់អាចនឹងស្រឡះបន្តិចប៉ុន្តែក្របបែកនឹងសង្គ្រាមនៅក្នុងប្រទេសលីបង់នៅតែបន្តឆេះររៀលដដែលដោយគ្មានការលើកលែងនៅក្នុងលក្ខខណ្ឌនៃការផ្អាកបាញ់គ្នានេះអ៊ីស្រាអែលចង់ឃើញអ៊ីរ៉ង់បើកច្រកសមុទ្រឡើងវិញជាបន្ទាន់និងបញ្ឈប់រកការយាយីទាំងឡាយមកលើកខ្លួននិងសម្ព័ន្ធមិត្តអាមេរិកជាមួយគ្នានេះអ៊ីស្រាអែលក៏បានដាក់កិច្ចការធំឲ្យអាមេរិកជួយដោះស្រាយនៅក្នុងតុចរចាផងដែរគឺត្រូវធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរនិងអាវុធមីស៊ីលដែលជាការគំរាមកំហែងដល់អ្នកជិតខាងសហរដ្ឋអាមេរិកបានសន្យាជាមួយអ៊ីស្រាអែលថានឹងយកសំណើទាំងនេះទៅដោះស្រាយឲ្យខានតែបាននៅក្នុងការចរចាដែលត្រៀមនឹងធ្វើឡើងក្នុងពេលឆាប់នេះសរុបមកវិញបើទោះបីជាពិភពលោកមើលឃើញសញ្ញាវិជ្ជមានខ្លះរវាងមហាអំណាចអាមេរិកនិងអ៊ីរ៉ង់ក៏ពិតមែនប៉ុន្តែស្ថានភាពនៅប្រទេសលីបង់នៅតែស្ថិតក្នុងភាពគ្រោះថ្នាក់បំផុតការដែលអ៊ីស្រាអែលមិនព្រមផ្អាកបាញ់នៅលីបង់បង្ហាញឲ្យឃើញថាប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមដែលអ៊ីរ៉ង់បង្កប់នៅទីនោះនឹងនៅតែបន្តធ្វើឡើងយ៉ាងចាស់ដៃដែលធ្វើឲ្យសន្តិភាពពេញលេញនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែជារឿងដ៏សែនឆ្ងាយនៅឡើយ